ជាម្ចាស់លើជួបវាសនាប្រទេសជាតិមួយត្រូវតែមានភាពម្ចាស់ការលើបញ្ហាជាតិរបស់ខ្លួននៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជួបវាសនារបស់ខ្លួនពេលនោះហើយដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់និងគ្រោះមហន្តរាយដោយគ្នាដែរដំណើរការស្វែងរកសន្តិភាពក៏ត្រូវចាប់ផ្ដើមចេញពីពលរដ្ឋម្ចាស់ប្រទេសហើយដំណោះស្រាយយូរវែងក៏ទាមទារឲ្យមានការចូលរួមពីប្រជាជននិងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរមុននឹងឈានទៅសម្រេចបាននៅឯកភាពជាតិនិងកងកម្លាំងប្រដាប់អាវុធជាតិតែមួយទោះជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេសនិងអង្គការសហជីវជាតិយ៉ាងណាក្តីសន្តិភាពយូរវែងមិនអាចកើតឡើងបានទេប្រសិនបើម្ចាស់ប្រទេសមិនខិតខំព្រួយផ្ដើមនិងកសាងដោយខ្លួនឯងហើយនេះគឺជាអត្ថន័យពិតប្រាកដនៃនយោបាយឆ្នះឆ្នះតែព្រួយផ្ដើមឡើងដោយជនជាតិខ្មែរនឹងចូលរួមអនុវត្តនិងទទួលផលដោយជនជាតិខ្មែរ